នៅពេលដែលញាតិញោមឃើញព្រះសង្ឃមួយអង្គកំពុងអង្គុយមុខកុំព្យូទ័រសរសេរកូដឬក៏ភាសាអង់គ្លេសថា coding ឬក៏រៀនជំនាញ IT ឬក៏ជំនាញផ្សេងៗនៅសាកលវិទ្យាល័យតើញាតិញោមមានអារម្មណ៍យ៉ាងណាញាតិញោមមានអារម្មណ៍យ៉ាងណាអ្នកខ្លះប្រហែលជាគិតថាលោកសង្ឃគួរតែរៀនធម៌វិន័យនិងបាលីសង្ស្ក្រឹតហេតុអ្វីមកខ្វល់រឿងបច្ចេកវិទ្យាអ្នកខ្លះទៀតបារម្ភថាខ្លាចតែរៀនចេះហើយស្ទើរតែធ្វើការយកប្រាក់ខែអស់តាព្រួយបារម្ភនេះមិនខុសនោះទេប៉ុន្តែវាក៏មិនត្រឹមត្រូវទាំងស្រុងនោះដែរនៅក្នុងយុគសម័យ digital នេះបើសិនជាព្រះសង្ឃមិនចេះបច្ចេកវិទ្យាព្រះពុទ្ធសាសនាអាចនឹងបាត់បង់ឱកាសក្នុងការផ្សព្វផ្សាយធម៌ទៅកាន់យុវវ័យនៅថ្ងៃនេះយើងនឹងមកពិភាក្សាគ្នាថាតើចំណេះដឹងអាណាចក្រផ្នែក IT ឬក៏ចំណេះផ្សេងៗទៀតអាចជួយទ្រទ្រង់ពុទ្ធចក្រយ៉ាងបានដូចនេះណាបានយ៉ាងដូចម្ដេចស្មារតីក៏បានធ្វើការរៀបចំជា3ផ្នែកផងដែរផ្នែកទី1ធម៌គឺជាមេតិកា IT គឺជាយានជំនិះបែបណាទៅធម៌គឺជាមេតិកា IT គឺជាជំនិះសម្រាប់ញោមសម័យមើលកាលពីសម័យពុទ្ធកាលព្រះសង្ឃត្រូវដើរដោយថ្មើរជើងមិនអត់ដើម្បីទៅប្រស័ណ្ឌឬក៏ការផ្សាយធម៌គឺធ្វើឡើងពីមាត់មួយទៅមាត់មួយប៉ុន្តែបច្ចុប្បន្ននេះមនុស្សលែងសូវជួបជុំគ្នានៅក្រោមដើមឈើទៀតហើយមនុស្សរាប់លាននាក់កំពុងជួបជុំគ្នានៅលើ Facebook YouTube ហើយនិង TikTok ឬក៏បណ្ដាញសង្គម social media ផ្សេងៗទៅធម៌គឺប្រៀបដូចជាថ្នាំទឹកIT ឬក៏បច្ចេកវិទ្យាគឺប្រៀបដូចជាឡានដឹកជញ្ជូនបើយើងមានថ្នាំទឹកតែយើងមិនមានឡានដឹកវាទៅឲ្យអ្នកជំងឺនោះទេអ្នកជំងឺស្លាប់ដដែលណាស្លាប់ដដែលព្រះសង្ឃដែលរៀន IT មិនមែនដើម្បីលេងហ្គេមទេណាមិនមែនដើម្បីលេងហ្គេមនៅមុខនោះទេប៉ុន្តែដើម្បីក្លាយជាវិស្វករធម៌ព្រះអង្គអាចបង្កើតគេហទំព័រធម៌កាត់តវីដេអូអប់រំឬក៏សរសេរកម្មវិធីឬក៏មានន័យថាជា app ដើម្បីឲ្យកូនខ្មែរងាយស្រួលរៀនធម៌តាមទូរស័ព្ទដៃយើងមកដល់ផ្នែកទី2ហើយគឺការពារព្រះពុទ្ធសាសនាក្នុងសម័យ AI សង្គ្រាមសម័យនេះមិនមែនជាសង្គ្រាមអាវុធនោះទេតែជាសង្គ្រាមព័ត៌មានរាល់ថ្ងៃនេះមានព័ត៌មានមិនល្អព័ត៌មានបោកប្រាស់រឿងផ្សេងៗមិនល្អជាច្រើនទៅកំពុងវាយលុកចូលក្នុងខួរក្បាលកូនចៅរបស់យើងតាមរយៈអ៊ីនធឺណិតច្បាប់ព្រះសង្ឃយើងអត់ជា IT ហ្នឹងតើអ្នកណាជាអ្នកផលិតមាតិកាល្អៗដើម្បីទៅប្រកួតប្រជែងជាមួយរឿងមិនល្អទាំងនោះបើយើងមិនយកធួទៅដាក់នៅក្នុង TikTok ទេកូនចៅយើងនឹងឃើញតែរឿងច្រៀងមែនអត់ព្រះសង្ឃដែលរៀន IT នៅសាកលវិទ្យាល័យណាកំពុងតែរៀបចំខ្លួនដើម្បីធ្វើជាអ្នកការពារពុទ្ធសាសនាការពារសាសនាណាអ្នកការពារសាសនាក្នុងសមរភូមិ digital ព្រះអង្គប្រើប្រាស់កុំព្យូទ័រដើម្បីចម្លងព្រឹត្តិការណ៍បេដកពីសិលឹកណាពីស្លឹករឹតទៅជា digital file ដើម្បីកុំឲ្យបាត់បង់ណាដើម្បីកុំឲ្យបាត់បង់នេះគឺជាគុណបំណាច់ដ៏ធំធេងផ្នែកទី3របស់យើងគឺការបារម្ភរឿងសឹកណាការបារម្ភរឿងសឹកចំពោះសំណួរដែលថាចាប់ឲ្យលោកនេះជា IT ហើយលោកសឹកទៅធ្វើការអស់ហើយចម្លើយគឺការបុកឬក៏មិនបុកអាស្រ័យលើនិស្ស័យអញ្ចឹងបើលោកសឹកទៅលោកខ្លាចជាពលរដ្ឋល្អម្នាក់ដែលមានចំណេះដឹងមានសិលធម៌និងជួយអភិវឌ្ឍសង្គមជាតិហើយនេះគឺជាការជួយអាណាចក្រតែបើលោកទៅបុកលោកនឹងខ្លាចជាធនធានមនុស្សដ៏កម្រដែលចេះទាំងផ្លូវដែលចេះទាំងផ្លូវលោកហើយនិងផ្លូវធម៌លោកអាចប្រៀបណាលោកអាចបង្រៀនដល់មនុស្សសម័យថ្មីដោយប្រើភាសាហើយនិងបច្ចេកវិទ្យាដែលពួកគេយល់នេះគឺជាការជួយពុទ្ធចក្រព្រះពុទ្ធមិនได้ហាមឃាត់ការរៀនសូត្រទេទ្រង់សរសើរពហុសូត្រណាជាភាសាបាលីពហុសូត្រយើងមានថាជាភាសាខ្មែរថាអ្នកចេះដឹងច្រើនការរៀន IT មិនខុសពីនេះនោះទេឲ្យតែប្រើប្រាស់វាដើម្បីប្រយោជន៍សាសនានិងសង្គមមិនមែនដើម្បីកលេសផ្ទើខ្លួនទេណាញាតិញោមជាទីស្រឡាញ់ពុទ្ធចក្រនិងអាណាចក្រត្រូវដើរទន្ទឹមគ្នាយើងត្រូវការព្រះសង្ឃដែលចេះធួជ្រៅជ្រះមែនអត់ហើយយើងក៏ត្រូវការព្រះសង្ឃដែលឆាតវៃក្នុងរឿងបច្ចេកវិទ្យាដែរសូមញាតិញោមជួយគ្រប់គ្រងដោយសំណាក់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យក៏មើលឃើញកុំព្យូទ័រជារបស់កិលេសចូលមើលឃើញវាជាឧបករណ៍ផ្សាយធម៌ដ៏អស្ចារ្យមួយនៅពេលដែលធម៌បូមជាមួយនឹងបច្ចេកវិទ្យាពលឺនៃព្រះពុទ្ធសាសនានឹងអាចចាំងជះទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោកសូមអនុមោទនា